តែចាំបាច់ដែរទេថតឈលខួរក្បាលនៅក្នុងជំងឺរលាកប្រព័ន្ធប្រសាទទី5ជំងឺរលាកប្រព័ន្ធប្រសាទទី5ត្រូវបានធ្វើរោគវិនិច្ឆ័យឡើងតាមរយៈការពិនិត្យរាងកាយរបស់អ្នកជំងឺហើយអ្វីដែលចាំបាច់បំផុតគឺការថត MRI ខួរក្បាលរបស់ពួកគាត់គោលបំណងនៃការថត MRI ខួរក្បាលគឺដើម្បីរកមូលហេតុនៃជំងឺរលាកប្រព័ន្ធប្រសាទទី5ថាតើវាអាចបណ្ដាលមកពីសរសៃឈាមកងប៉ះទង្គិចជាមួយនឹងគល់ប្រព័ន្ធប្រសាទទី5ឬក៏អាចបណ្ដាលមកពីដុំសាច់ដុំឈាមឬក៏មានបញ្ហារលាកនៅនឹងគល់ប្រព័ន្ធប្រសាទទី5ឬកើតឡើងដោយឯងដូចនេះប្រសិនបើបងប្អូនមានអាការៈឬក៏រោគសញ្ញាដែលគិតថាជាជំងឺរលាកប្រព័ន្ធប្រសាទទី5សូមអញ្ជើញមកពិគ្រោះជំងឺជាមួយនឹងវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទខួរក្បាលដើម្បីធ្វើរោគវិនិច្ឆ័យនិងស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ